មីស៊ីលយន្តហោះចម្បាំងទំនើបនិងដ្រូនពិឃាតត្រូវបានគេចាត់ទុកថាជាឧបករណ៍សង្គ្រាមដែលកំពុងបង្កគ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះចំណែកខែលការពារយុទ្ធភ័ណ្ឌសង្គ្រាមខាងលើក៏ត្រូវបានគេចាត់ទុកថាវាជារបងការពារដែនអាកាសដ៏មានប្រសិទ្ធភាពសម្រាប់បញ្ជៀសគ្រោះមហន្តរាយផ្សេងៗដែលបង្កឡើងដោយអាវុធយុទ្ធភ័ណ្ឌទាំងអស់នោះដូចគ្នាដែរកាលពីពេលកន្លងទៅសង្គ្រាមសពាវុធធ្លាប់បានចេញផ្សាយវីដេអូវាយតម្លៃជាច្រើនអំពីខែលការពារមីស៊ីលយន្តហោះចម្បាំងនិងដ្រូនពិឃាតដោយផ្អែកទៅលើរបាយការណ៍ផ្ទាល់ពីប្រទេសដែលជាសម័យខ្លួនផលិតក្រុមហ៊ុនដែលទទួលគម្រោងអភិវឌ្ឍក៏ដូចជាស្ថាប័នផ្សព្វផ្សាយធំៗជុំវិញពិភពលោកដើម្បីធ្វើឲ្យមានដំណាភាពនៅវីដេអូដែលបានផលិតឡើងកាលពីពេលកន្លងមកក្នុងវីដេអូកន្លងទៅខែលការពារមីស៊ីលភាគច្រើនគឺផ្ដោតសំខាន់ទៅលើប្រសិទ្ធភាពជាក់ស្ដែងរបស់វាក្នុងសង្គ្រាមបច្ចុប្បន្នដូចជាសង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជាដើមយ៉ាងណាមិញនៅក្នុងវីដេអូនេះសង្គ្រាមសពាវុធនឹងលើកយកខែលការពារដ៏ទំនើបមួយប្រភេទដែលត្រូវបានគេចាត់ទុកថាជារបងការពារដែនអាកាសដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជាយកមកបកស្រាយនោះគឺខែលការពារដែនអាកាស model KF1C ដែលផលិតនៅក្នុងប្រទេសចិនខែលការពារមីស៊ីលដែលភាសាបច្ចេកទេសហៅថា Anti Missile Defense System គឺជាប្រព័ន្ធសម្រាប់បាញ់ស្ទាក់មីស៊ីលនិងយុទ្ធភ័ណ្ឌផ្សេងៗដែលហោះចូលទៅកាន់ដែនអាកាសបង្កជាអសុវត្ថិភាពណាមួយហើយបច្ចុប្បន្នវាបានក្លាយជារបងការពារដែនអាកាសមួយដ៏មានប្រសិទ្ធភាពបំផុតខណៈបើទោះជាកម្ពុជាជាប្រជាជាតិដែលពោពេញទៅដោយសុខសន្តិភាពក៏ពិតមែនក៏ប៉ុន្តែកម្ពុជានៅតែត្រូវការប្រព័ន្ធការពារដែនអាកាសដ៏ទំនើបដើម្បីមានភាពប្រាកដប្រជាថាដែនអធិបតេយ្យរបស់កម្ពុជាទាំងដែនអាកាសទាំងដែនគោកគឺមានសុខសុវត្ថិភាពជៀសផុតពីការយាយីណាមួយពីសំណាក់សត្រូវជាហេតុនាំឲ្យកាលពីឆ្នាំ2023កន្លងទៅកម្ពុជានៅក្រោមកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីជាមួយមហាអំណាចចិនបានដំឡើងខែលការពារមីស៊ីល KF1C ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យការពារជាតិរបស់ខ្លួន KF1C មានឈ្មោះពេញហៅថា Kaisan 1C ដែលជា model សម្រាប់នាំចេញទៅក្រៅប្រទេសអភិវឌ្ឍចេញពី model ចំនួនមុនហៅថា KF1A ខណៈឈ្មោះសម្រាប់ប្រើក្នុងវិស័យការពារដែនអាកាសរបស់មហាយៈចិនគេស្គាល់ថា HQ-12 ជាប្រព័ន្ធការពារមីស៊ីលទាំងរយៈចម្ងាយមធ្យមនិងរយៈចម្ងាយឆ្ងាយHQ-12 ឬ KF1 បានចាប់ផ្ដើមអភិវឌ្ឍជាដំបូងអំឡុងទសវត្សរ៍ឆ្នាំ1980ដោយឧស្សាហកម្មទីអវកាសគ្រប់គ្រងដោយរដ្ឋចិនឈ្មោះថា Jingnan Space Industry ឬ Base 061ហើយបានបាញ់សាកល្បងជាលើកដំបូងនិងទទួលបានជោគជ័យពេញលេញនៅអំឡុងឆ្នាំ1989ហើយបានបន្តស្រាវជ្រាវអភិវឌ្ឍបញ្ចប់នៅឆ្នាំ1994នៅអំឡុងឆ្នាំ1991ក្នុងពិព័រណ៍ Paris Air Show នៅប្រទេសបារាំងរដ្ឋាភិបាលចិនបានបញ្ចេញគំរូប្រព័ន្ធការពារមីស៊ីលប្រភេទនេះជាលើកដំបូងទៅកាន់ពិភពលោកខណៈនៅក្នុងពិព័រណ៍ Zhuhai Air Show ធ្វើឡើងនៅក្នុងប្រទេសចិននាឆ្នាំ1998ខែលការពារ model នេះបានទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាប្រជាជាតិជាច្រើនក្នុងការទិញខែលការពារមីស៊ីលរបស់ចិនប្រភេទនេះយកទៅប្រើប្រាស់បើទោះជានៅអំឡុងឆ្នាំ2001ខែលការពារមីស៊ីលត្រកូល KF1 របស់ចិនទទួលបានជោគជ័យផលិតចេញជារូបរាងជាផ្លូវការនិងដាក់ឲ្យប្រតិបត្តិការចាប់តាំងពីឆ្នាំ2007ក៏ពិតមែនក៏ប៉ុន្តែដើម្បីតាមទាន់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំខែលការពារមីស៊ីលកម្រិតមធ្យមរបស់ប្រទេសចិន model នេះក៏ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះខណៈ model KF1C ដែលដំឡើងនៅកម្ពុជាគឺបានធ្វើទំនើបកម្មបច្ចេកវិទ្យាទំនើបជាច្រើននិងមានភាពខុសគ្នាពី model KF1A សម្រាប់ប្រព័ន្ធបាតេរីទាំងមូលរបស់ KF1C គឺមានរថយន្តបំពាក់រ៉ាដាចំនួន1ដ៏ទំនើបប្រភេទ Pass Area Radar ដែលមានលទ្ធភាពចាប់គោលដៅបានច្រើនដំណាក់កាលខុសពី model ចាស់ KF1A ដែលជាប្រព័ន្ធបាញ់មីស៊ីលមិនត្រូវបាញ់ចេញពីបំពង់ដោយត្រូវប្រើឧបករណ៍សណ្ដោងមីស៊ីលនោះខែលការពារ model KF1C គឺប្រើប្រព័ន្ធបាញ់ចេញពីបំពង់មីស៊ីលជាមួយរថយន្តបំពាក់ប្រព័ន្ធបាញ់មីស៊ីលចំនួន4គ្រឿងដោយក្នុងមួយគ្រឿងមានបំពង់បាញ់ចំនួន2គ្រាប់និងមានមីស៊ីលបំរុងសរុបដល់ទៅ16គ្រាប់ក្នុងរថយន្តមួយគ្រឿងក្នុងមួយបាតេរីរបស់ KF1C
ក៏មានរថយន្តសណ្ដោងម៉ាស៊ីនផ្ទុកថាមពលសម្រាប់ប្រតិបត្តិការនិងរថយន្តដើរតួជាមជ្ឈមណ្ឌលគ្រប់គ្រងនិងបញ្ជាផងដែរដោយឡែកសមត្ថភាពរបស់វាឯនេះវិញ KF-1C អាចបាញ់គោលដៅក្នុងរយៈចម្ងាយរហូតដល់50គីឡូម៉ែត្រនិង25គីឡូម៉ែត្រទៅលើអាកាសជាមួយល្បឿនកម្រិត Mach 3 ឬស្មើនឹង1200ម៉ែត្រក្នុង1វិនាទីខណៈគ្រាប់មីស៊ីលនេះក៏បានបំពាក់បច្ចេកវិទ្យាបុកកំទេចនិងបំផ្ទុះដោយស្វ័យប្រវត្តិនៅពេលហោះទៅដល់ជិតគោលដៅទៀតផងហើយមីស៊ីលមួយគ្រាប់មានទម្ងន់900គីឡូក្រាមប្រវែង5644មីលីម៉ែត្រនិងអង្កត់ផ្ចិត400មីលីម៉ែត្របំពាក់ក្បាលគ្រាប់ទម្ងន់100គីឡូក្រាមបើយោងតាមទីភ្នាក់ងារវាយតម្លៃសមត្ថភាពសពាវុធយោធាជុំវិញពិភពលោកគឺសមត្ថភាពរបស់ KF-1C ត្រូវបានគេអះអាងថាវាមានសមត្ថភាពស្មើទៅនឹងខែលការពាររបស់សហរដ្ឋអាមេរិក Model MIM-20C Hawk ដែលជាខែលការពារជំនាន់ទី1នៃត្រកូល MIM Patriot Defense System ខណៈប្រព័ន្ធរ៉ាដាប្រភេទ 800 Pass Area Radar បំពាក់លើ KF-1C ក៏មានសមត្ថភាពស្មើគ្នាទៅនឹងប្រព័ន្ធរ៉ាដាដែលបំពាក់លើខែលការពារមីស៊ីលអាមេរិកប្រភេទ AN/MPQ-53 ដែលអាមេរិកប្រើប្រាស់ជាមួយខែលការពារត្រកូល Patriot ដូចគ្នាដែរយ៉ាងណាមិញក្នុងពេលបច្ចុប្បន្ននេះមិនទាន់មានព័ត៌មានណាមួយជុំវិញតម្លៃជាក់លាក់នៃខែលការពារមីស៊ីល KF-1C នេះឡើយដោយគ្រាន់តែគេដឹងថាមានប្រទេសចំនួន5បានដំឡើងខែលការពារមីស៊ីលប្រភេទនេះប្រទេសទាំង5នោះមានដូចជាប្រទេសចិនទួមេនីស្តង់ភូមាថៃនិងប្រទេសកម្ពុជា